រឿងផ្ទះដំកល់មឈូសភាគ2យប់ដដែលនៅឯផ្ទះដំកល់សពយប់ក៏កាន់តែជ្រៅឆ្កែលូត្រហឹងពេញភូមិល្វើយស្ដាប់ទៅគួរឲ្យព្រឺក្បាលគេឃើញពូច័ន្ទនិងឆេនអង្គុយផឹកស្រាដូចជាមានអាការៈស្រវឹងឆេននិយាយឡើងថាជួយសែងសពគេតែមិនដឹងថាសពមុខយ៉ាងម៉េចផងពូច័ន្ទតបថាកុំចង់ឃើញមុខសពអីក្រែងដេកស្រមៃកើតជាការខ្លាចខ្មោចទៅឬពូច័ន្ទនិយាយបែបនេះឆេនធ្វើមុខញឹមនៅលើផ្ទះយុទ្ធនិងសិទ្ធិកាអង្គុយធ្វើមុខក្រៀមក្រំក្បែរមឈូសខ្មោចកាត់មកនិយាយពីវណ្ណានិងវណ្ណីនៅលើដងផ្លូវក្នុងភូមិវិញវណ្ណាកំពុងអៀវនាងធីរ័ត្នក្នុងទឹកមុខសប្បាយចិត្តបើទោះបីខ្លួនគាត់បែកញើសប៉ុនក្រពោតក៏ដោយនាងធីរ័ត្នក៏ពោលសួរវណ្ណាថាបងអៀអូនយ៉ាងនេះហត់ទេវណ្ណាឆ្លើយតបបាទអូនមិនហត់ទេទោះអៀវអូនទល់ភ្លឺឬរាប់រយគីឡូដីក៏បងមិនហត់ដែរនាងវណ្ណីមិនពេញចិត្តនឹងបងប្រុសលេបខាយជាមួយធីរ័ត្នក៏ដើរហួសទៅមុខឆ្ងាយវណ្ណាខំអៀវធីរ័ត្នរត់ត្រឹកទៅទាន់វណ្ណីស្រាប់តែវណ្ណីមើលមុខធីរ័ត្នសុទ្ធតែឈាមបណ្ដាលឲ្យវណ្ណីស្រែកឡើងបងប្រុសការពិតនាងនោះជាខ្មោចទេឮប្អូនស្រីស្រែកបែបនេះវណ្ណាងាកមុខមើលក្រោយក៏ឃើញមុខធីរ័ត្នសុទ្ធតែឈាមស្របពេលដៃធីរ័ត្នបានមករឹតកនាយទៅហើយវណ្ណីឆ្លេឆ្លារត់ទៅមុខបន្តិចរត់ថយក្រោយបន្តិចវណ្ណាខំទម្លាក់ធីរ័ត្នពីចង្កេះនឹងរើចេញពីដៃនាងស្ទើរដាច់ដង្ហើមខណៈវណ្ណីភ័យទាល់តែដួលសន្លប់នៅក្បែរនោះម្ដងឃើញរូបធីរ័ត្នម្ដងឃើញរូបរីយ៉ាបន្លឺទាំងកំហឹងថាយើងត្រូវតែយកឯងទៅជាមួយរំពេចនោះស្រាប់តែធីរ័ត្នដួលខ្ទាតទៅម្ខាងដោយអំណាចគាថាអាចារ្យភឿនរូបធីរ័ត្នក៏រលាយបាត់ទៅចំណែកវណ្ណាលុតជង្គង់ក្រឹបលើដីមេភូមិរត់ទៅលើកវណ្ណីរីឯអាចារ្យភឿនរត់ទៅលើកវណ្ណាហើយនិយាយចៅមិនអីទេអីវណ្ណាតបទាំងយកដៃស្ទាបកខ្ញុំមិនអីទេតាអរគុណដែលតាបានមកជួយខ្ញុំទាន់ពេលតាភឿនក៏លើកវណ្ណាឲ្យឈរឡើងឯមេភូមិសនក៏លើកវណ្ណីឲ្យឈរឡើងដែរមេភូមិសននិយាយក្មួយចាំបាច់ហើយវណ្ណីតបក្មួយអត់អីទេអ៊ំតើខ្មោចនោះវាមេភូមិសនតបខ្មោចនោះវាត្រូវអាចារ្យភឿនបណ្ដេញទៅបាត់ហើយមេភូមិសនគ្រាវណ្ណីដើរមកចិត្តវណ្ណានិងតាភឿនរួចនិយាយថាមិនក៏ក្មួយទាំងពីរចេញដើរពីផ្ទះទាំងយប់ប្រលប់បែបនេះវណ្ណាតបក្រែងអ៊ំទៅហៅពួកខ្ញុំដល់ផ្ទះឲ្យទៅជួយកំដរសពនៅឯចុងភូមិអីមេភូមិសនតបទាំងងើឆ្ងល់ទេអ៊ំមិនបានទៅហៅក្មួយឲ្យជួយទៅកំដរសពឯណាតាភឿនមិនលើកាត់មកពួកគេត្រូវខ្មោចលងបើបានជាមកហើយយើងនាំគ្នាទៅកន្លែងផ្ទះដំកល់សពទាំងអស់គ្នាទៅនៅពេលនេះមិនដឹងថានៅឯផ្ទះដំកល់សពមានរឿងអ្វីកើតឡើងនោះទេពួកគេក៏នាំគ្នាដើរចេញទៅយ៉ាងលឿននៅមុខផ្ទះដំកល់សពឃើញធីរ័ត្នដើរសំដៅពូច័ន្ទនិងនាយឆេនកំពុងអង្គុយផឹកស្រាក្រឡេកឃើញធីរ័ត្នភ្លាមទាំងពីរនាក់មើលមុខគ្នាងឿងឆ្ងល់ធីរ័ត្នដើរមកដល់ពូច័ន្ទក៏ពោលសួរអញ្ជើញទៅណាដែរក្មួយធីរ័ត្នតបខ្ញុំមកកំដរសពព្រោះនាងជាមិត្តភក្តិខ្ញុំឆេនញញឹមហើយនិយាយឡើងអស់បើចឹងល្អហើយចេះផឹកស្រាទេមកផឹកស្រាជាមួយពួកខ្ញុំធីរ័ត្នញញឹមបន្តិចរួចអង្គុយចុះក្បែរពួកគេឆេនប្រញាប់ចាក់ស្រាឲ្យធីរ័ត្នណេះនាងហូបស្រាទៅធីរ័ត្នទទួលយកកៅស្រាពីដៃឆេនរួចលើកផឹក
ខណៈពូច័ន្ទញញើមបន្តិចទំនងហួសចិត្តនឹងឆេនដែលសប្បាយចិត្តបានឃើញស្រីស្អាតអង្គុយផឹកស្រាជាមួយនៅលើដងផ្លូវក្នុងភូមិឃើញតាភឿនមេភូមិសនវណ្ណានិងវណ្ណីកំពុងដើរតាមផ្លូវរំពេចនោះទូរស័ព្ទអាចារ្យភឿនរឡើងគាត់ក៏លើកទទួលអាឡូតាភឿនត្រឹងស្ដាប់ខ្សែមកខាងទៀតនិយាយបន្តិចគាត់ក៏ពោលនៅពាក្យចុងក្រោយប៉ុណ្ណឹងចុះខ្ញុំទៅដល់លើហើយដាក់ទូរស័ព្ទចុះហើយតាភឿនងាកនិយាយទៅកាន់មេភូមិសនមេភូមិនាំពួកគេទាំងពីរទៅកន្លែងផ្ទះដង្កល់សពមុនចុះខ្ញុំមានធុរៈទៅជួយចាត់ចែងសពគេនៅឯខាងជើងភូមិសិនយប់បន្តិចទើបខ្ញុំទៅដល់មេភូមិសនតបថាតាគិតចង់ទុកពួកខ្ញុំចោលអញ្ចឹងអីតាភឿនតបជិតដល់ផ្ទះសពហើយកុំខ្លាចអីប៉ុណ្ណឹងចុះខ្ញុំទៅហើយថារួចតាភឿនក៏ប្រញាប់ដើរបែកផ្លូវពីពួកគេមេភូមិសនងាកមកក្មួយទាំងពីរហើយនិយាយតោះពួកយើងទាំងពីរនាក់បងប្អូនក៏ដើរតាមក្រោយមេភូមិសនចេញទៅនៅមុខផ្ទះតម្កល់សពឃើញពូច័ន្ទក្រោកឈរឡើងទាំងដៃកាន់ដបស្រាហើយនិយាយទៅកាន់ឆេននិងធីរតចាំបន្តិចណាពូទៅទិញស្រាថែមទៀតពូទៅតែមួយផ្លែតទេមកវិញហើយថារួចពូច័ន្ទក៏កាន់ដបស្រាដើរចេញទៅឆេនងាកញញឹមទៅធីរតទាំងនិយាយញ៉ាយញងមិននឹកស្មានថាស្រីស្អាតដូចអូនពូខែផឹកស្រាយ៉ាងនេះសោះឮឆេននិយាយបែបនេះធីរតបានត្រឹមញញឹមនៅលើដងផ្លូវក្នុងភូមិឃើញមេភូមិសនវណ្ណានិងវណ្ណីដើរមកជួបពូច័ន្ទនៅពាក់កណ្ដាលផ្លូវមេភូមិសនក៏ពោលសួរច័ន្ទនេះឯងទៅទិញស្រាមែនទេពូច័ន្ទតបថាបាទអ៊ំខ្ញុំទៅទិញស្រាថែម2លីត្រទៀតមេភូមិសនបន្តបើអញ្ចឹងឯងប្រញាប់ត្រឡប់មកវិញផងណាពូច័ន្ទងាកមើលទៅវណ្ណាហើយនិយាយវណ្ណាឯងគុណពូទៅទិញស្រាបន្តិចបានទេវណ្ណាតបអត់ទេពូទៅម្នាក់ឯងចុះមេភូមិសននិយាយច័ន្ទឯងទៅម្នាក់ឯងចុះណាអ៊ំទៅហើយមកវណ្ណាថាហើយពួកគេទាំង3នាក់ឈានជើងដើរចេញមកជៀសគ្នានឹងពូច័ន្ទស្រាប់តែពូច័ន្ទចាប់ដៃវណ្ណាជាប់ទោះវណ្ណាខំរើក៏រើមិនរួចពូច័ន្ទលែងដៃខ្ញុំទៅខ្ញុំមិនទៅជាមួយពូទេមេភូមិសននិងវណ្ណីងាកមុខមកមើលវណ្ណាស្រាប់តែឃើញធីរតចាប់ដៃវណ្ណាជាប់សំឡេងធីរតចេញពីពូច័ន្ទនិយាយយ៉ាងមើងម៉ាត់ថាឯងត្រូវតែទៅជាមួយយើងឃើញបែបនេះមេភូមិសនចាប់ដៃវណ្ណីរត់ចេញទាំងដែលវណ្ណីងាកមើលទៅបងប្រុសម្ដងដែលធីរតកំពុងច្របាច់កវណ្ណាខំរើបំរាស់ចេញពីធីរតទាំងរដនាងជាអ្នកណាឆាប់លែងយើងភ្លាមទៅនៅឯផ្ទះតម្កល់សពសទ្ធិកាបានសុំឲ្យយុទ្ធជូននាងចុះទៅបត់ជើងតូចនៅខាងក្រោមបងយុទ្ធជូនខ្ញុំទៅបត់ជើងតូចនៅខាងក្រោមបន្តិចយុទ្ធតបបើអញ្ចឹងតោះបងជូនអូនទៅសទ្ធិកានិងយុទ្ធចុះកម្មចន្ទាបានពីកម្មពួកគេមើលទៅឆេនកំពុងអង្គុយនិយាយម្នាក់ឯងយ៉ាងសប្បាយចិត្តខណៈឆេនខ្លួនឯងគិតថាកំពុងនិយាយជាមួយស្រីស្អាតគឺធីរតឆេននិយាយបងមិននឹកស្មានថាស្រីស្អាតដូចអូនពូកែផឹកស្រាសយ៉ាងនេះសោះផឹកយ៉ាងណាក៏មិនស្រវឹងពិតជាពូកែមែនឃើញឆេននិយាយម្នាក់ឯងបែបនេះធ្វើឲ្យយុទ្ធនិងសិទ្ធិកាសម្ដែងការងឿងឆ្ងល់ខណៈពីរអ្នកគេដើរចុះពីលើផ្ទះមកដល់ដីកាត់មកនិយាយវណ្ណាដែលកំពុងត្រូវធីរតរឹតកម្ដងពេលនេះរីយ៉ានិយាយទាំងចងកំហឹងថាយើងត្រូវតែយកឯងទៅនៅជាមួយឯងទុកឲ្យយើងនៅឯកោច្រើនឆ្នាំមកហើយវណ្ណាតបទាំងត្រដោខ្យល់ក្នុងកណ្ដាប់ដៃរីយ៉ាអូនលេងបងទៅគ្រប់យ៉ាងគឺវ៉ានីបងស្រីបងទេដែលធ្វើឲ្យអូនស្លាប់អូនឆាប់ដោះលែងបងទៅរីយ៉ានិយាយទាំងកំហឹងថាបងត្រូវតែស្លាប់ទៅកំដរខ្ញុំ
និយាយហើយប្រលឹងរិយាសោចឡើងយ៉ាងអាក់អាយកាត់មកឯផ្ទះតម្កល់សពវិញឃើញយុទ្ធនិងសិទ្ធិការដើរឡើងលើផ្ទះវិញចិត្តផុតមាត់ទ្វារក៏នាំគ្នាងាកមុខមកក្រោយមើលទៅមុខផ្ទះឃើញមេភូមិសនដឹកដៃនាងវ៉ានីរត់មកយ៉ាងត្រហេកត្រហោបដល់កន្លែងឆេនអង្គុយផឹកស្រាឆេនក៏ពោលសួរអ៊ំមេភូមិអ៊ំមានរឿងអីហ្នឹងមេភូមិមិនទាន់ឆ្លើយភ្លាមទេពីអ្នកវ៉ានីឈរដងហក់ដកដងហើបញាប់ស្កេឆេនងាកឆ្វេងស្ដាំរកធីរតតែមិនឃើញនាយក៏មិនលើម្នាក់ឯងតិចថាស្រីស្អាតអង្គុយផឹកស្រាជាមួយខ្ញុំមិញទៅណាបាត់ហើយមិនក៏លឿនម៉េះកាត់មកនិយាយពីវណ្ណាដែលកំពុងជាប់ក្នុងកណ្ដាប់ដៃរីយ៉ានិងខំនិយាយទាំងត្រដោចិត្តផុតដង្ហើមថាគ្រប់យ៉ាងគឺប្អូនស្រីរបស់បងជាអ្នកផ្ដើមគំនិតទាំងអស់សូមអូនដោះលែងបងទៅការពិតគឺបងមិនបានធ្វើឲ្យអូនស្លាប់ទេការពិតគឺរឿងវាបែបនេះវណ្ណាក៏និយាយរឿងរ៉ាវប្រាប់រីយ៉ាថ្ងៃមួយនៅក្រោមផ្ទះវណ្ណាលើក្រែឃើញវណ្ណីកំពុងនិយាយពីគម្រោងការបំបែករីយ៉ាពីវណ្ណាបើទោះវណ្ណាប្រាប់ថានាយនិងរីយ៉ាបានខ្លួនប្រាណគ្នាហើយក៏ដោយនាងវណ្ណីនិយាយបងមិនអាចឆ្លាញ់នាងរីយ៉ានោះបានទេវណ្ណានិយាយបែបធម្មតាប៉ុន្តែបងនិងរីយ៉ាបានខ្លួនប្រាណគ្នាហើយបងមិនអាចបោះបង់នាងបាននោះទេវណ្ណីនិយាយទាំងកំហឹងបងជ្រើសរើសយកនាងនោះឬក៏ស្ដាប់តាមសម្ដីខ្ញុំដែលជាប្អូនស្រីរបស់បងនាងនោះក្ររហាមបើពុកម៉ែនៅរស់ក៏ពួកគាត់មិនឲ្យបងរៀបការជាមួយនាងនោះដែរវណ្ណាអង្វរប្អូនស្រីវណ្ណីបងមិនដឹងថាត្រូវប្រាប់រីយ៉ាយ៉ាងម៉េចទេវណ្ណីនិយាយបែបមើងម៉ាត់បងកុំបារម្ភខ្ញុំមានមធ្យោបាយហើយរឿងនេះបងខាន់និងបងដែនអាចចាត់ការបានឬបែបនេះវណ្ណាងាកមើលមុខប្អូនស្រីទំនងព្រួយបារម្ភរឿងអ្វីម្យ៉ាងពេលថ្ងៃឃើញរីយ៉ាអង្គុយកណ្ដាលផ្ទះយំហូរទឹកភ្នែកក្នុងដៃមានក្រមាមួយរីយ៉ានឹកឃើញដល់រូបភាពបរិសុទ្ធពីរនាក់ចាប់រំលោភនាងគឺនាយដែននិងនាយថាន់ក្រោយមករីយ៉ាក៏ចងកសម្រាប់ខ្លួននៅធ្នឹមផ្ទះក្នុងខណៈនោះទៅក្រោយពីវណ្ណានិយាយរឿងផែនការរបស់ប្អូនស្រីប្រាប់រីយ៉ាចប់នាយក៏បានពោលអង្វររីយ៉ាថាដោះលែងបងទៅបងសុំអង្វរក្រោយអូនស្លាប់ទៅបងខូចចិត្តខ្លាំងណាស់ការពិតបងនឹកអូនគ្រប់ពេលបើអូនចង់សងសឹកអូនទៅរកអានេះទៅរឿងគ្រប់យ៉ាងដែលធ្វើឲ្យអូនស្លាប់មិនមែនជាគំនិតរបស់បងទេគឺជាគំនិតរបស់រ៉ានីរីយ៉ាសំឡឹងមុខវណ្ណាដោយកំហឹងរួចវាយវណ្ណាមួយដបស្រាចំក្បាលពេញទំហឹងទើបលែងដៃខ្លួនឯងរួចទម្លាក់វណ្ណាឲ្យដួលដេកលើដីបាត់មាត់សូនឈឹងនៅមុខផ្ទះតម្កល់សពពូច័ន្ទពិតប្រាកដកំពុងដើរកាន់ដបស្រាមកដល់កន្លែងអង្គុយផឹកតែមិនមានអ្នកណាទេគាត់ក៏ងើបមុខមើលទៅលើផ្ទះហើយកាន់ដបស្រាដើរឡើងកម្មចន្ទានៅលើផ្ទះមេភូមិសនបានសុំឲ្យយុទ្ធបើកគម្រោងមឈូសមើលសពក្មួយប្រុសបើកគម្រោងមឈូសឲ្យពួកគេសុំមើលមុខសពបន្តិចទៅយុទ្ធតបបាទអ៊ំយុទ្ធក៏រុញគម្រោងមឈូសថ្នមពួកគេឃើញមុខសពច្បាស់ថាជាធីរតដែលបានលងបន្លាចពួកគេមុននេះធ្វើឲ្យពួកគេសម្ដែងការភ្ញាក់ផ្អើលគ្រប់គ្នាមេភូមិសននឹកឃើញដល់គ្រាដែលធីរតច្របាច់កគាត់នៅមុខផ្ទះវណ្ណាវណ្ណីនឹកឃើញដល់គ្រាដែលធីរតរឹតកបងប្រុសនាងនៅតាមផ្លូវឆេននឹកឃើញដល់គ្រាដែលគាត់អង្គុយផឹកស្រាជាមួយធីរតពូច័ន្ទដើរទៅមើលសពក្រោយគេស្រាប់តែនឹកឃើញដល់ធីរតអង្គុយផឹកស្រាជាមួយក៏ដួលសន្លប់ទៅលើចុងជើងវណ្ណាដែលទើបឡើងមកដល់
admin ក៏សូមបញ្ជាក់បងប្អូនប្រិយមិត្តអ្នកស្ដាប់ដែរវណ្ណាដែលដើរចូលមកក្រោយគេនេះគឺជាប្រលឹងនាងរីយ៉ាចូលទៅក្នុងខ្លួនរបស់វណ្ណាដែលរីយ៉ាបានវាយឲ្យស្លាប់នៅតាមដងផ្លូវនោះបងប្អូនប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីភាគទី2នៃរឿងផ្ទះតម្កល់ម្ជុះសូមស្លេះតែប៉ុណ្ណេះសិនសូមរងចាំសន្តាប់នៅភាគទី3ជាភាគបន្តសូមអរគុណ VFM នាំមកជូនការកំសាន្តគ្រប់ទីកន្លែង